ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជំនាញខ្ញុំដងទៀតសម្រាប់បងប្អូនណាដែលត្រូវការ boost like នៅក្នុង post Facebook ចំពោះបងប្អូនដែល post Facebook ហើយបងប្អូនចង់បាន like ច្រើនចង់មាន reaction ច្រើនបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បានហើយក្នុងការ boost reaction នេះផងដែរគឺអត់មានអីពិបាកទេគ្រាន់តែយើងត្រូវការ link ប៉ុណ្ណឹងហើយក្នុងការ boost ផងដែរបងប្អូនមិនត្រឹមតែ boost រូបភាពឬក៏ post ធម្មតាទេគឺបងប្អូនអាច boost បានទាំងអស់ហ្មងទាំងវីដេអូឬក៏ post ស្លឹកអីចឹងទៅជាដំបូងគឺយើងគ្រាន់តែ copy link post របស់យើងឧទាហរណ៍ថានេះខ្ញុំយក post នេះយកមក boost ឲ្យបងប្អូនមើលសិនចុចដំបូងយើងចុចកន្លែង share បន្ទាប់ពីយើងចុចកន្លែង share ហើយយើងចុចពាក្យ copy link មកពេលដែលយើង copy link អីហើយយើងចូលទៅក្នុង website របស់យើងឬក៏ Safari ដើម្បី search ពាក្យថាសបាយ SMM បងប្អូនវាយពាក្យថាសបាយ SMM មកបងប្អូនត្រូវវាយពីដើមដល់ចប់ដល់ពាក្យ .com បងប្អូនវាយតាមនាងខ្ញុំដាក់នឹងមកបន្ទាប់ពីយើងវាយតាមនឹងហើយយើងនឹងឃើញ website មួយដែលនៅខាងលើគេដែលមានឈ្មោះថាសបាយ SMM រួមជាមួយនឹង logo រូបតុក្កតាដែលមានផ្ទាំងពណ៌ខៀវផ្ទាំងពណ៌សពីខាងក្រោយហ្នឹងហើយយើងចុចនៅលើ website ហ្នឹងមកបើសិនជាបងប្អូន search អត់ដល់ពាក្យ .com ទេបងប្អូនអាចនឹងឃើញ website គេផ្សេងដទៃទៀតអាចនឹងឲ្យបងប្អូនយកច្រឡំអញ្ចឹងជាផុតពីការយកច្រឡំបងប្អូន search ដល់ពាក្យ .com មកដើម្បីកុំឲ្យពិបាកដល់យើងអញ្ចឹងយើងពេលដែលយើង search ហើយយើងឃើញ website ហ្នឹងយើងឃើញ logo បែបនេះយើងចុចពីលើ website ហ្នឹងមកបន្ទាប់ពីយើងចុចនៅលើ website ហ្នឹងហើយមកដល់កន្លែងនេះយើងគ្រាន់តែដាក់ username password ហើយ login ចូលហើយនេះខ្ញុំដាក់ username របស់នាងខ្ញុំបន្ទាប់មកទៀតយើងដាក់ password ហើយយើងក៏ចុចកន្លែង login នេះមកប៉ុន្តែចំពោះបងប្អូនដែលមិនទាន់បានចុចឈ្មោះប្រើប្រាស់ website ទេបងប្អូនអាចដាក់ username ហើយនឹងpassword login ចូលប្រើប្រាស់មកបានអត់កើតទេអញ្ចឹងបងប្អូនត្រូវចុចកន្លែង sign up នៅខាងលើហើយបងប្អូនទៅមើលពីវិធីចុចឈ្មោះប្រើប្រាស់ website នៅក្នុងchannel YouTube របស់នាងខ្ញុំមុននាងខ្ញុំបានធ្វើវីដេអូពីរបៀបចុចឈ្មោះប្រើប្រាស់ website និងរបៀបដាក់ប្រាក់នៅក្នុងគណនីហើយបងប្អូនចូលទៅមើលទៅហើយបងប្អូនចុចឈ្មោះប្រើប្រាស់ website ទៅពេលដែលបងប្អូនចុចឈ្មោះប្រើប្រាស់ website ហ្នឹងបងប្អូនត្រូវចាំ username និង password ទុកផងជៀសវាងយើង login ចូលប្រើប្រាស់ថ្ងៃក្រោយទៅយើងភ្លេចទៅពិបាកដល់យើងខ្លួនឯងអញ្ចឹងយើងគ្រាន់តែនេះទៅហើយបើបងប្អូនអាសាភ្លេចបងប្អូនគ្រាន់តែ screenshot ទុកឬក៏ note ទុកអីក៏បានដែរបន្ទាប់មកយើង login បន្ទាប់ពីយើង login ហើយមកដល់កន្លែងនេះបងប្អូនមើលកន្លែងបណ្ដុំសេវាកម្មនៅខាងក្រោមនេះមានសេវាកម្ម YouTube Facebook មានសេវាកម្ម TikTok គឺវាមានច្រើនបងប្អូនវីដេអូយើងថ្ងៃនេះគឺ focus ទៅលើ Facebook អញ្ចឹងយើង select យកសេវាកម្ម Facebook មកយើងយកសេវាកម្ម Facebook ឲ្យបងប្អូនគ្រាន់តែអូសមកខាងក្រោមបន្តិចទៀតមកបងប្អូននឹងឃើញពាក្យ category បងប្អូនចុចនៅលើកន្លោនខាងក្រោមពាក្យ category នឹងមកហើយបងប្អូនឃើញមានសេវាកម្មជាច្រើនដែលនៅក្នុងកន្លែង category ហ្នឹងមានទាំង Facebook video view មានទាំង post reaction មានទាំង post like មានទាំងcomment page review មានអីច្រើនទៀតអញ្ចឹងវីដេអូយើងឯនេះគឺ focus ទៅលើFacebook post like យើងយក Facebook post like នេះមកបងប្អូនបន្ទាប់ពីយើងយកហ្នឹងហើយយើងមកមើលកន្លោនបន្ទាប់ទៀតដែលមានឈ្មោះថា Sweet បងប្អូនគ្រាន់តែចុចនៅលើកន្លោនហ្នឹងបន្ទាប់ទៀតមកហើយនេះខ្ញុំនឹងប្រាប់តាមតម្លៃសេវាកម្មវាឧទាហរណ៍ថាសេវាកម្មទី1ដែលមានកូដ5346មានតម្លៃ $0.45 ក្នុង 1000 like ពេលយើងឃើញបែបហ្នឹងហើយបើយើងមកមើលតម្លៃបន្ទាប់មានតម្លៃ $0.48 ក្នុង 1000 like ដល់ពេលក្រោយនឹងទៀតមកគឺវាមានតម្លៃខុសៗគ្នាប៉ុន្តែនាងខ្ញុំសូម recommend ដល់បងប្អូនដែលទាំងអស់គ្នាចង់បានសេវាកម្មដែលល្អបងប្អូនសូមកុំយកសេវាកម្មណាដែលធូរថ្លៃពេកឬក៏សេវាកម្មដែលថ្លៃពេកក៏បានដែរបងប្អូនយកតម្លៃណាដែលសមរម្យល្មមដែលបងប្អូនគិតថាយកបានបងប្អូនយកមកឧទាហរណ៍ថានាងខ្ញុំយកតម្លៃទី1នេះមានតម្លៃ $0.45 ក្នុង 1000 like មកដល់កន្លោននេះគឺយើងជាកន្លោនដាក់ link អញ្ចឹងយើងគ្រាន់តែ paste link ដាក់ចូលកន្លោនហ្នឹងមកហើយមកដល់ខាងក្រោមគឺជាចំនួនpost like ចំនួន like ដែលយើងត្រូវបានបងប្អូនអាចដាក់ពីចំនួន50 like ឡើងទៅហើយបើបងប្អូនដាក់ក្រោម50គឺវាអត់ connect ឲ្យយើងទេអញ្ចឹងយើងត្រូវដាក់
ពី50ឡើងទៅហើយក្នុងចំនួន50នោះផងដែរគឺយើងត្រូវចំណាយ$0.022ហើយវាមានតម្លៃធូរថ្លៃមែនទែនដល់ 1% ផងបងប្អូនហើយបន្ទាប់មកយើងចុចពាក្យ submit មកខាងក្រោមហ្នឹងបន្ទាប់ពីយើងចុច submit ហើយយើងនឹងឃើញផ្ទាំងពណ៌ខៀវបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងនឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយបងប្អូនក្នុងការរងចាំលទ្ធផលបងប្អូនក៏រងចាំពី4ទៅ5នាទីបងប្អូននឹងឃើញលទ្ធផលលោតចូលទៅក្នុង Facebook របស់បងប្អូនហើយបងប្អូនមានចម្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានហើយចាំជួបគ្នានៅវីដេអូក្រោយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នា